បាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នានេះជារូបភាពដែលខ្ញុំ screenshot ចេញអំពីគេហទំព័រ Discovery Alert ដែលនិយាយអំពីតួនាទីរបស់ធនាគារកណ្ដាលក្នុងការធ្វើឲ្យតម្លៃមាសនឹងមានស្ថិរភាពស្របពេលដែលវិបត្តិឬក៏បញ្ហាប្រឈមរបស់ពិភពលោកនឹងកំពុងតែកើតឡើងចឹងនៅក្នុងអត្ថបទនេះនិយាយអំពីអិរិយាបថរបស់ធនាគារកណ្ដាលនៅក្នុងប្រទេសធំនឹងហើយជាពិសេសនៅអាស៊ីហើយនិងមជ្ឈិមបូព៌ាដែលពួកគេធ្វើការប្រមូលទិញយកនៅមាសសម្រាប់បម្រើឲ្យគោលបំណងនឹងផ្សេងគ្នាយើងក៏លេខមកមើលនៅក្នុងតារាងនេះមាននិយាយអំពីផ្នែកតំបន់ការទិញជាប្រចាំខែហើយនឹងភាពពេញចិត្តជាចម្បងពលគឺជាគោលដៅរបស់ពួកគេដែលត្រូវទិញសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកមានការទិញជាប្រចាំខែនឹងចន្លោះពី35ទៅ45តោននៅក្នុងគោលដៅដើម្បីពិពិធកម្មប្រាក់ដុល្លារវាអាចមានពីរផ្នែកទី1អាចថាបារម្ភពីប្រាក់ដុល្លារហ្នឹងឲ្យចេះតែថយចុះឬក៏ប្រទេសនីមួយៗជាប់ទណ្ឌកម្មខ្លាំងពេកអញ្ចឹងពួកគេចង់គេចចេញពីការពឹងផ្អែកទៅលើប្រាក់ដុល្លារហើយមួយទៀតអាចថាជាការទិញមាសស្តុកកាន់តែច្រើនទៅវាលើកទឹកចិត្តឲ្យវិនិយោគិនដែលមានប្រាក់ដុល្លារច្រើនហ្នឹងធ្វើការវិនិយោគទៅក្នុងប្រព័ន្ធជួញដូររបស់ពួកគេដូចជានៅប្រទេសចិនមានប្រព័ន្ធជួញដូរ Shanghai Exchange ឬក៏ទីផ្សារនៅហុងកុងជាដើមនឹងចាប់ផ្ដើមបង្កើតគឺជាការគៀងគរយកប្រាក់ដុល្លារតាមរយៈជួញដូរទៅលើតម្លៃមាសនៅក្នុងប្រព័ន្ធរបស់ពួកគេដោយឡែកនៅតំបន់មជ្ឈិមបូព៌ាវិញមានការទិញមាសជាប្រចាំខែចន្លោះពី15ទៅ25តោនដែលនៅក្នុងគោលដៅជាការប្រួយបារម្ភទៅលើស្ថិរភាពតំបន់អញ្ចឹងដូចយើងដឹងហើយថាចំនួនរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលអ៊ីរ៉ង់នេះបានធ្វើឲ្យប្រទេសនីមួយៗនៅតំបន់មជ្ឈិមបូព៌ានឹងជួបអស្ថិរភាពវាបង្កទៅជាវិបត្តិផ្សេងរួមមានវិបត្តិសេដ្ឋកិច្ចបូករួមជាមួយនឹងវិបត្តិសន្តិសុខជាតិជាដើមចំណុចមួយទៀតគឺនិយាយអំពីទីផ្សាររួមបញ្ចូល Emerging Market នេះនិយាយអំពីវិស័យឯកជនដែលមានការទិញមាសចន្លោះពី20ទៅ30តោនហើយនៅក្នុងគោលបំណងដើម្បីពង្រឹងស្ថិរភាពរូបិយប័ណ្ណរបស់ពួកគេចឹងជាធម្មតាកាលណាតែមានបញ្ហាមានវិបត្តិរវាងប្រទេសនិងប្រទេសតំបន់និងតំបន់បែបហ្នឹងវាធ្វើឲ្យស្ថិរភាពរូបិយប័ណ្ណហ្នឹងតែងតែប្រែប្រួលចុះថយឬក៏ចុះតម្លៃប្រទេសនីមួយៗជួបនឹងអតិផរណាខ្ពស់ដែលធ្វើឲ្យតម្លៃរូបិយប័ណ្ណហ្នឹងចុះថោកចឹងដើម្បីការពារស្ថិរភាពក៏ដូចជារូបិយប័ណ្ណដែលវិស័យឯកជនកំពុងតែកានកាប់ហ្នឹងគេមានការទិញមាសស្តុកដើម្បីរក្សាតម្លៃរូបិយប័ណ្ណរបស់ពួកគេហើយយើងឃើញថាសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកវិញធនាគារនៅប្រទេសចិនហ្នឹងមានការបញ្ជាទិញមាសនៅក្នុងគោលបំណងហ្នឹងគេចេញអំពីការពឹងផ្អែកទៅលើប្រាក់ដុល្លារហើយមួយទៀតក៏ជាការរុញនៅកម្លាំងប្រាក់យន់ហ្នឹងដើម្បីធ្វើពាណិជ្ជកម្មក៏ដូចជាឲ្យคล้ายជាទុនបម្រុងអន្តរជាតិមួយដែរអញ្ចឹងជាត្រឡប់មកវិញយើងឃើញថាតម្លៃមាសបើទុកជាបច្ចុប្បន្ននេះមានការធ្លាក់ចុះបន្តិចដោយសារការលក់យកប្រាក់ចំណេញក៏ប៉ុន្តែជាគោលដៅជាទិសដៅគឺនៅតែមានការកើនឡើងជាដដែលទេដោយយើងក៏លេខមើលទៅលើគោលនយោបាយប្រឆាំងប្រាក់ដុល្លាររបស់ប្រទេសនីមួយៗជាពិសេសគឺប្រទេសចិនហើយនឹងមួយទៀតទិសដៅរបស់ធនាគារកណ្ដាលទៅតាមប្រទេសធំរួមទាំងនៅក្នុងតំបន់ផងដែរដែលគេឲ្យតម្លៃឬក៏ទុកចិត្តទៅលើមាសជាទុនបម្រុងហើយឥឡូវនេះមាសបានคล้ายជាទុនបម្រុងអន្តរជាតិខ្លាំងជាងប្រាក់ដុល្លារស្រេចទៅហើយចឹងបងប្អូនអាចស្វែងរកការអានបន្ថែមទាក់ទងទៅនឹងអត្ថបទនេះនៅក្នុង Discovery Alert ឬក៏ Yahoo Finance ហើយចុងបញ្ចប់នៃអត្ថបទនេះខ្ញុំគ្រាន់តែរំលឹកថាបើតាមសេណារីយ៉ូនេះគឺទិសដៅរបស់មាសនឹងដូចអ្វីដែលធនាគារធំក៏ដូចជាសេដ្ឋវិទូបានព្យាករណ៍គឺចន្លោះពី6000ទៅ7000ដុល្លារនៅដំណាច់ឆ្នាំនេះចឹងចុងបញ្ចប់នេះខ្ញុំបាទសូមអរគុណសូមគោរពលា